វិលមកតាមការសន្យានិយាយអំពី referential action បន្តអំពីយើងបានដឹងត្រួសអំពីទំនាក់ទំនងនៅក្នុងវីដេអូមុនគឺនិយាយអំពី restaurant ជាមួយនឹង customer ឬក៏ភោជនីយដ្ឋានជាមួយនឹងអតិថិជនអញ្ចឹងទាំងពីរហ្នឹងត្រូវតែមានទំនាក់ទំនងជាមួយគ្នាហើយទំនាក់ទំនងនោះទៀតសោតវាមានប្រភេទនៃទំនាក់ទំនងអញ្ចឹងយើងថ្ងៃហ្នឹងយើងមកមើលអំពីទ្រឹស្ដីបត់នៃប្រភេទនៃទំនាក់ទំនងដែលភាសាបច្ចេកទេសហៅថា referential actions ដែលទំនាក់ទំនងរបស់វាទាំងពីរភ្ជាប់គ្នាបានតាមរយៈ foreign keys អញ្ចឹង foreign key ដែលមានអក្សរកាត់ថា FK គឺនិយាយអំពីទំនាក់ទំនងរវាង tab bar 1ទៅកាន់ tab bar 1ឬ tab bar 1ទៅកាន់ tab bar ផ្សេងច្រើនទៀតអញ្ចឹងយើងនឹងមកមើលទ្រឹស្ដីបត់នៃ referential actions ដូចតទៅនៅក្នុងវីដេអូនេះreferential action តាមឯកសារគឺគេត្រូវបែងចែកវាជាប្រភេទឬក៏ជាលំនាំដូចខាងក្រោមទី1គេហៅថា on delete cascade ទី2គឺ on delete restrict ទី3គឺ on delete set null និងចុងក្រោយគេបង្អស់គឺ on update cascade ទាំង4នេះយើងហៅថាប្រភេទក៏បានយើងហៅថាចំណុចដែលវាមានទំនាក់ទំនង referential action ឬក៏សកម្មភាពដែលវាតាក់ទងគ្នាហ្នឹងគឺមាន4ប្រភេទហ្នឹងឯងសម្រាប់ foreign key អញ្ចឹងយើងនឹងទៅមើលទ្រឹស្ដីបត់បន្ទាប់ទៀតថាយ៉ាងម៉េចតាក់ទងជាមួយនឹង referential action referential action ត្រូវបានបែងចែកជាងតាមការសង្កេតរបស់យើងគឺយើងអាចធ្វើការបែងចែកវាជា2 category ធំទី1គេហៅថា category delete ទី2គឺ category update អញ្ចឹង referential action គឺមាន2 category ធំហ្នឹងឯងតាមការសង្កេតរបស់យើង4ខាងលើអញ្ចឹង delete វាមាន on delete cascade នៅក្នុងនោះគឺពាក់ព័ន្ធជាមួយនឹង delete ទេហើយទី2គឺ on delete restrict ហើយទី3គឺ on delete set null អញ្ចឹងទាំង3នេះនៅជា category របស់ delete ចុះ category update មានប្រមាណទៅ category update តាមការសង្កេតខាងលើគឺមាន1គឺ on update cascade តោះយើងទៅស្វែងយល់អំពីចំណុចនីមួយៗនៅក្នុង referential actions ដូចតទៅគឺនិយាយអំពី on delete cascade កាលណាគេនិយាយអំពី referential action ដែលជាប្រភេទនៃ on delete cascade គឺមានន័យថា tab bar មេនិង tab bar ដែលតាក់ទងជាមួយនឹងមេដែលយើងហៅថាសន្មតក្នុងទីនេះឲ្យស្រួលថា tab bar កូនគឺ tab bar មេនិង tab bar កូនតាក់ទងគ្នានឹងកាលណាលុបមេគឺទៅទាំងកូនមានន័យថាមិនមែនទៅ tab bar មិនមែន tab bar កូនឧទាហរណ៍ថា tab bar restaurant ជា tab bar មេ tab bar customer ជា tab bar កូនអញ្ចឹងយើងដឹងថា customer គឺមានតំណាងមេមួយនៅក្នុង customer table ហ្នឹងអញ្ចឹងកាលណាដែលយើងដាក់ foreign key នៅលើ tab bar តំណាងនៃ restaurant ហ្នឹងជា foreign key នៅក្នុង tab bar កូនហ្នឹងកាលណាយើងលុបវានៅក្នុងពេលហ្នឹងលុបវានៅក្នុង tab bar កូនហ្នឹងគឺ tab bar មេក៏វាបាត់ដែរឬក៏យើងលុប tab bar foreign key នៅក្នុង tab bar មេ tab bar កូនក៏វាបាត់ដែរសំទោសបាត់ដែរបាត់ដែរអញ្ចឹង on delete cascade គឺទ្រឹស្ដីបត់វាប៉ុណ្ណឹងហើយដល់ពេលយើងអនុវត្តជាក់ស្ដែងយើងនឹងរំគាយសេចក្តីនៃអត្ថាធិប្បាយហ្នឹងមួយសារទៀត
ដើម្បីមើលនៅក្នុងទ្រឹស្ដីបទឲ្យផ្សារភ្ជាប់ជាមួយនឹងការអនុវត្តបើសិនបើមានពេលយើងនឹងមើលជាមួយនឹងការតេស្តទៅទៀតហើយវាឃើញជា visualization នៅក្នុងខួរក្បាលរបស់យើងអាចចាំទ្រឹស្ដីបទបានល្អតែនៅក្នុងទីនេះសូមកំណត់ក្នុងចិត្តថា on delete cascade គឺកាលណាលុប tab របស់មេ reference នៅក្នុង tab របស់កូនក៏វាទៅដែរឬក៏ការលុប reference នៅក្នុង tab របស់កូនហ្នឹងតំណាងហ្នឹងគឺក៏ទៅនៅ tab របស់មេដែរអញ្ចឹងគេហៅ on delete cascade ចំណុចមួយទៀត on delete restrict on delete ទៅដែរគឺមានន័យថាมันអាចលុបមេបានទេបើសិនបើមានវត្តមាននៅក្នុងកូនដូចលើកពីខាងដើម tab របស់ពីរនឹងដូចគ្នាប៉ុន្តែគេចង់ design ថាកាលណាវត្តមានមេមានតំណាងឲ្យនៅក្នុង tab របស់កូននោះ tab របស់មេក៏មិនអាចលុបបាន tab របស់កូនមិនអាចលុបតំណាងនៃ tab របស់មេនោះបានទេបើដូចជាទូតអញ្ចឹងណាទូតយើងមិនអាចប្រទេសមួយមិនអាចទៅបំបត្តិទូតបានទេបើបំបត្តិនឹងកើតកលយុគផ្នែកការទូតណាហ្នឹងគឺគេតឹងតែងទៅលើ tab របស់ទាំងពីរហ្នឹងมันអាចលុបបានទេជាពិសេសforeign key នៅក្នុង tab របស់កូនហ្នឹងយើងមិនអាចលុបបានទេដោយសារតែវាមានព័ត៌មានសំខាន់នៅក្នុងហ្នឹងដោយសារគេចង់ទុកចង់ទុកចុះទៅតាម business logic របស់គេជាក់ស្ដែងណាតែអ្វីដែលសំខាន់គឺយើងយល់អំពីចំណុចនីមួយៗហើយ design ទៅតាម customer គាត់ចង់បាន design ទៅលើ system ដែលតម្រូវមិនមែនត្រូវតែធ្វើតាមទេពេលដែលយើងធ្វើ database យើងមាន database analysis database design អញ្ចឹង database analysis នឹងឯងជាអ្នកគួរថាកន្លែងនេះយ៉ាងម៉េចកន្លែងនេះយ៉ាងម៉េចហើយយ៉ាងម៉េចហ្នឹងគឺត្រូវមាន stakeholder ពូគឺ customer នឹងឯងតែនៅក្នុងទីនេះគឺយើងយល់អំពីមួយឲ្យច្បាស់សិនទើបយើងអាចធ្វើវាបានដូចពេលអញ្ចឹងចែកថ្នាំទៅអ្នកជំងឺតតែយល់ថ្នាំទៅលើអ្នកជំងឺដែរហើយឲ្យអ្នកជំងឺមកទិញថ្នាំហ្នឹងបានពេទ្យចែកបានមិនឈឺក្នុងចែកបានអញ្ចឹងណាมันក៏ដូចគ្នាកាលណាយើងយល់ចំណុចមួយគឺយើងអាចយល់អាចធ្វើ system ធំបានអញ្ចឹង on delete restrict សរុបមកវិញគឺកាលណាមានវត្តមាន table វត្តមានតំណាង table មេនៅក្នុង table កូននោះតំណាងនៅក្នុង table មេនោះมันអាចលុបបានទេដោយពាក្យថា restrict នឹងឯងអញ្ចឹងនៅក្នុង delete យើងបាននិយាយ2ហើយអញ្ចឹងនៅសល់មួយចំណុចទៀតon delete signal on delete signal គឺផ្ទុយអំពី on delete restrict នឹងឯងអញ្ចឹងគាត់ឲ្យវាចម្លែកថាកាលណាតំណាងនៅក្នុងតំណាងមេមានអ្នកតំណាងមួយនៅក្នុង table កូនអញ្ចឹងបើលុបនៅតំណាងនៅក្នុង table កូននោះវានៅសល់តែសម្បកនៅសល់តែតួរៀងប៉ុន្តែมันមានអត្ថន័យមានខ្លឹមសារទេគ្រាន់បានជា history គ្រាន់បានជា records ប៉ុន្តែឲ្យមើលលម្អិតទៅក្នុងនោះគឺអត់បានទេដោយសារតែសាច់ខាងក្នុងត្រូវបានលុបហើយដូចបញ្ជីឈ្មោះអញ្ចឹងណាបញ្ជីហ្នឹងឃើញឈ្មោះហ្នឹងមែនប៉ុន្តែពេលយើងចុចរកឈ្មោះហ្នឹងទៅឈ្មោះហ្នឹងគាត់ឈប់ធ្វើការងារហើយគាត់ស្លាប់ហើយគាត់ដឹងថាបញ្ជីហ្នឹងគឺគាត់ធ្លាប់ធ្វើការនៅហ្នឹងអីនៅហ្នឹងអញ្ចឹងទៅអញ្ចឹងមានន័យផ្ទុយអំពីទី2 restrict បន្តិចទេគឺត្រង់ថាលុប table មេបានប៉ុន្តែសម្បកនៅក្នុង table កូនហ្នឹងគឺនៅប៉ុន្តែពេលចង់មើលទៅលើលម្អិតទៅលើតំណាងនៃ table កូនហ្នឹងគឺអស់ហើយដោយសារបានលុប table មេចោលហើយអញ្ចឹងតំណាងនៃ table មេគ្រាន់តែមានសម្បកគ្រាន់តែមានស្នាមគ្រាន់តែមានស្រមោលប៉ុន្តែអត់មានខ្លឹមសារទេវាបាត់ណាវាបាត់ទៅនៅខាងក្នុងអញ្ចឹងចប់ delete referential action ហើយយើងចូលមួយទៀតគឺតាក់ទងជាមួយនឹង update អញ្ចឹង update យើងដឹងណា update គឺជាសកម្មភាពកែប្រែទិន្នន័យមានបើយើងធ្វើ API វាមាន update verb https ហើយនឹង patch http verbs វាមានពីរហ្នឹងណាអញ្ចឹង update វាមានសកម្មភាពមួយគឺសម្រាប់កែប្រែនៅទិន្នន័យ
អញ្ចឹងកែប្រែទិន្នន័យគឺវាពាក់ព័ន្ធជាមួយគ្នារវាង table ដែលមានទំនាក់ទំនងជាមួយគ្នាដែលហៅថា relationship ហ្នឹងដែរពោលគឺ on update cascade បើកែរាល់វត្តមានកូដបើមេកែកូនក៏កែចេះនិយាយចេះវិញពួកយើងឧទាហរណ៍ថា restaurant ID ហ្នឹង ID 001ហ្នឹងគាត់មានឈ្មោះថាភោជនីយដ្ឋានភោជនីយដ្ឋានពេលព្រឹកអញ្ចឹងពេល tab របស់កូនទាញទិន្នន័យទៅប្រើគឺប្រកាសជាមានឈ្មោះថាភោជនីយដ្ឋានពេលព្រឹកនៅក្នុង tab របស់កូននឹងដែរឧទាហរណ៍ថា customer ក៏គាត់កំងម្ហូបអំពីភោជនីយដ្ឋានពេលព្រឹកប៉ុន្តែនៅថ្ងៃណាមួយស្រាប់តែឈ្មោះនឹងមានបញ្ហា license មានបញ្ហាប៉ាតង់ជាន់ជាមួយគេនៅក្នុងផ្នែក business ឬក៏ផ្នែកធុរកិច្ចហ្នឹងអញ្ចឹងខាងយើងត្រូវបានគេស្នើឲ្យកែប្រែឈ្មោះអញ្ចឹងកាលយើងកែប្រែឈ្មោះពេលព្រឹកយើងដាក់ថាភោជនីយដ្ឋានពេលព្រឹកស្រស់ថែមពាក្យស្រស់មួយទៀតអញ្ចឹងពេលនោះ customer ដែលមានតំណែងជាមួយនឹង table ហ្នឹងគឺមិនបាច់ចាំព្រួយបារម្ភទេគឺពេលនោះគឺវាទៅ update នៅក្នុង table ពេលដែល table update នៅក្នុង table កូនឲ្យស្វ័យប្រវត្តិពោលគឺអតិថិជនមួយហ្នឹងត្រូវបានឃើញថាភោជនីយដ្ឋានឈ្មោះថាពេលព្រឹកត្រូវបានកែទៅស្វ័យប្រវត្តិទៅជាពេលព្រឹកស្រស់វិញអញ្ចឹងសកម្មភាពនៃការ update គឺមានមួយហ្នឹងណាមួយហ្នឹងហើយនេះគឺជា slide ហើយ slide ចុងក្រោយនេះគឺជាមេរៀនចុងក្រោយហើយចុងក្រោយគឺសង្ខេបសន្និដ្ឋានជារួមឡើងវិញគឺថា on delete មាន3 on delete ណា on delete ផ្នែកនៃការលុបផ្នែកនៃ action នៃការលុបគឺមាន3ទី1 delete cascade គឺកាលណាលុបមេគឺទៅកូនដែរហើយទី2គឺ on delete heuristic កាលណាមានវត្តមានតំណាងមេហើយគឺយើងមិនអាចលុបបានទេហើយទី3គឺ on delete signal កាលណាមានវត្តមានមេហើយយើងអាចលុបបានប៉ុន្តែវត្តមានមេនឹងអស់សាច់ហើយនៅសល់តែឆ្អឹងនៅសល់តែសម្ោទេហើយផ្នែកនៃការ update មានតែមួយទេគឺ on update cascade គឺមានន័យថា update មេទៅគឺកូនគឺទៅដែរនេះជាសេចក្តីសន្និដ្ឋានរួមវិញហើយសូមអរគុណការតាមដានទស្សនាហើយវីដេអូក្រោយៗយើងនឹងមើលការអនុវត្តយើងមើលការ SQL ហើយនឹងការបើមានពេលយើងនឹងមើលការតេស្តជាក់ស្ដែងទៀតអញ្ចឹងសូមអរគុណច្រើនចំពោះការតាមដាន